បាទសូមគោរពបងប្អូនទាំងជាតិជាសង្ឃកាបាទហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានចូលរួមវគ្គប្រំដាលរៀនប្រូក្រាមរបស់ for បានដល់រយៈពេល3ថ្ងៃកន្លងមកនេះក្នុងវគ្គសិក្ខាសាលាប្រំដាលរយៈពេល3ថ្ងៃនេះខ្ញុំបានសិក្សារៀនសូត្រច្រើនមកតាពិសេសគឺខ្ញុំបានសិក្សារៀនសូត្រអំពីការប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាពនៅក្នុងវគ្គប្រំដាលនេះលោកបណ្ឌិតចលពីលោកបានបង្រៀនអំពីការប្រើប្រាស់ពេលវេលាហ្នឹងរយៈពេល24ម៉ោងក្នុងមួយថ្ងៃនេះជា3ផ្នែកទី1គឺ8ម៉ោងលោកឲ្យផ្ដោតទៅលើការបំពេញការងារទី2 8ម៉ោងទៀតគឺលោកឲ្យផ្ដោតទៅលើការពង្រឹងទៅលើការទំនាក់ទំនងក្រុមគ្រួសារទំនាក់ទំនងបង្កើតជាក្រុមបង្កើតក្រុមថ្មីឬសារក្រុមចាស់ណានឹងសម្រាប់ពង្រឹងទៅលើការទំនាក់ទំនងពេលឯរយៈពេល8ម៉ោងទៀតគឺជាពេលវេលាដែលត្រូវសម្រាប់ដើម្បីយកឡើងយកធម៌ពលដើម្បីបំពេញការងារថ្ងៃបន្ទាប់អញ្ចឹងកាលបើយើងមានការប្រើប្រាស់ពេលវេលាទៅតាមផ្នែកនីមួយៗទាំង3ផ្នែកបានប្រសិទ្ធភាពនោះការងារអាជីវកម្មរបស់យើងនឹងបានជោគជ័យមិនត្រឹមតែអាជីវកម្មទេទាំងតំណែងតំណងការងារផ្សេងៗក៏ជោគជ័យដែរដូច្នេះហើយការប្រើប្រាស់ពេលវេលាបានបែបនេះគឺពិតជាជួយយើងខ្លាំងណាស់ដែរទាំងអរគុណចំពោះលោកបណ្ឌិតដែលបានផ្ដល់ដល់យើងទាំងអស់គ្នាបាទ